ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹងមីសាច់គោហើយគ្រឿងផ្សំរបស់យើងគឺមានជាមួយនឹងផ្សិតមានជាមួយនឹងតឡុងប្រាំង20000ជាមួយផ្សិត10000ហើយនឹងមានជាមួយនឹងខ្ទឹមស4កំពឹសហើយនឹងជាមួយនឹងខ្ទឹមក្រហម10000ផងដែរហើយសំខាន់បងប្អូនទាំងគ្នាសម្រាប់រសជាតិធ្វើមីនេះគឺយើងធ្វើមីសាច់គោបងប្អូនទាំងគ្នាត្រូវមានសាច់គោដាក់តាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នាហើយផ្សិតដាក់មកល្មមតាមចំណង់ចំណូលចិត្តដែរហើយមួយវិញទៀតបងប្អូនសម្រាប់គ្រឿងផ្សំបងប្អូនទាំងអស់គ្នាចំពោះគ្រឿងផ្សំដោយអ្នកទាំងអស់គ្នាឃើញអញ្ចឹងណាមានជាមួយនឹងខ្ទឹមសដែលខ្ញុំចិតហើយនឹងមានជាមួយនឹងខ្ទឹមក្រហមដែលខ្ញុំចិតហើយដូចគ្នាហើយនឹងជាមួយនឹងផ្សិតសយើងអាធំបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំដាក់តែមួយចំហៀងទេហើយមួយវិញទៀតមានជាមួយនឹងដលងប្រាំងខ្ញុំដាក់មួយចំហៀងដែរដោយសារតែវាច្រើនហើយខ្ញុំធ្វើញ៉ាំមកល្មមដែរហើយបងប្អូនទាំងអស់គ្នាកុំភ្លេចសាច់គោដែលស្អីយើងធ្វើមីសាច់គោហើយមួយវិញទៀតបងប្អូនអូយខ្ញុំភ្លេចជាមួយនឹងប៉េងប៉ោះដាក់ជាមួយនឹងប៉េងប៉ោះទៀតកាន់តែឆ្ងាញ់ប៉ុន្តែខ្ញុំមានជាមួយនឹងទឹកស្រូបមីហើយអញ្ចឹងក៏វាអត់អីដែរផ្សំបាត់មានប៉េងប៉ោះហើយសម្រាប់ឡងប្រាំងនេះខ្ញុំសូមចិត្តទូចដែរដោយសារតែឆាប់ផុយហើយក៏វាញ៉ាំទៅឆ្ងាញ់ផងដែរបើមិនយើងចិត្តធំពេកក៏អត់ឆ្ងាញ់ទេបងប្អូនអរគ្នាហើយខ្ញុំមកសាធ្វើញ៉ាំដែរកាលពីមុនហើយឥឡូវហ្នឹងនឹកឃើញឃ្លានចង់ធ្វើញ៉ាំទៀតហើយប៉ុន្តែខ្ញុំធ្វើអត់សូវមានរសជាតិឆ្ងាញ់ទេបងប្អូនអរគ្នាសម្រាប់វិធីនេះដែរខ្ញុំធ្វើញ៉ាំខ្លួនឯងបងប្អូនអរគ្នាពេលដែលខ្ញុំនឹកឃើញចង់ញ៉ាំអញ្ចឹងណាហើយឥឡូវហ្នឹងគឺគ្រឿងក្រើរបស់យើងគឺចិត្តរួចរាល់ហើយនៅចាំតែសាច់គោរងចាំឲ្យវារីកតិចខ្ញុំថាជាមួយនឹងស្លឹកជីកកដលទៀតបងប្អូនទាំងគ្នាផ្សិតជីកកដលដោយសារតែខ្ញុំទិញមកយ៉ាងហើយខ្ញុំក៏ឆ្នៃវាដាក់ធ្វើទៅដល់ពេលទៅថាវាចម្លែកមែនអត់បងប្អូនទាំងគ្នាដោយសារតែដាក់ឃើញណាគេដាក់ផ្សិតជីកកដលដោយសារតែផ្សិតជីកកដលនេះពេលច្រើនគេយកទៅឆាគេយកទៅធ្វើជាសម្រាប់ចាប់ចាយអីចឹងទៅតែសម្រាប់ខ្ញុំគឺខ្ញុំយកមកលាយដាក់វាអីបងប្អូនទាំងគ្នាដោយសារតែយើងធ្វើជាមួយទឹកសម្រាប់ដាក់មីអញ្ចឹងណាហើយវារៀងចម្លែកប៉ុន្តែគឺរសជាតិខ្ញុំធ្លាប់ធ្វើឲ្យគឺអត់អីទេយើងញ៉ាំបានឆ្ងាញ់ធម្មតាអញ្ចឹងណាអត់មានភ្លាវអត់មានលក្ខណៈដាក់ទៅពីលើគ្រឿងលើអីទេអត់អីទេបងប្អូនទាំងគ្នាមើលទៅបងប្អូនទៅសម្រាប់ថារូបមន្តឬក៏គ្រឿងផ្សំដែលខ្ញុំធ្វើទៅតំណងអាចធ្វើទៅបានអញ្ចឹងណាបងប្អូនទាំងគ្នាបងប្អូនទាំងគ្នាសម្រាប់គ្រឿងផ្សំដែលយើងត្រៀមធ្វើមីសាច់គោគឺរួចរាល់ហើយណាខ្ញុំបានផ្សំគ្រឿងខ្ញុំបានចិតវារួចរាល់ហើយមានជាមួយនឹងផ្សិតជាកដលចំនួន3ចាហើយមានជាមួយនឹងដលងប្រាំងជាមួយចំនួន10000ហើយនឹងមានជាមួយខ្ទឹមសចំនួន4កំពើមានជាមួយនឹងខ្ទឹមក្រហមចំនួន1ផ្លែហើយនឹងផ្សិតសចំនួននឹង1ចំហៀងផងដែរអ្វីដែលសំខាន់គឺធ្វើរួចរាល់ហើយរំចាំតែសាច់គោទេដែលតែសាច់គោគឺដាក់នៅក្នុងទូកកហើយឥឡូវយើងដាក់ត្រាំទឹកសិនទ្រាំតែវាលាយអាទឹកកកនឹងអស់ហើយបន្ទាប់មកគឺយើងអាចធ្វើមីសាច់គោរបស់យើងបានហើយបងប្អូន